មានពីរអ្នកប្តីប្រពន្ធដែលគាត់គឺជាអ្នកមានធូរធារជាងគេនៅក្នុងភូមិដោយរាល់ថ្ងៃគាត់ទាំងពីរអ្នកគឺជាមនុស្សកំណាញ់ហើយថែមទាំងជាមនុស្សដែលចូលចិត្តមើលងាយអ្នកដទៃនៅពេលដែលគោក្របីអ្នកជិតខាងចូលមកដល់ស្រែរបស់គាត់គាត់តែងតែចាប់យកទៅផ្ទះលោកមេភូមិដើម្បីប្តឹងទារប្រាក់ហេតុអ្វីបានជាម្ចាស់ក្របីហ៊ានលែងក្របីឲ្យចូលមកដល់ស្រែរបស់យើងគេប្រហែលជាមិនទាន់ស្គាល់យើងទេមើលទៅខ្ញុំគិតថាចាប់ក្របីនេះទៅផ្ទះលោកមេភូមិតែម្ដងទេព្រោះតែម្ចាស់ក្របីនេះខ្លាំងធំហ៊ានឲ្យក្របីមកបំផ្លាញដំណាំរបស់យើងដូច្នេះខ្ញុំគិតថាមិនគួរណាលើកលែងឲ្យទេណាបងវាគឺជាការពិតមែនហើយយើងត្រូវតែចាប់ក្របីនេះយកទៅផ្ទះលោកមេភូមិដើម្បីប្តឹងទារប្រាក់ព្រោះតែក្របីនេះវាចូលមកស៊ីស្រូវរបស់យើងអស់ច្រើនដូច្នេះម្ចាស់ក្របីត្រូវតែសងថ្លៃការខូចខាតមកយើងវិញ5តម្លឹងតែម្ដងទេបើយើងទៀតតិចពេកខ្លាចថ្ងៃក្រោយគេនឹងប្រឡែងក្របីឲ្យចូលមកដល់ស្រែយើងទៀតដល់ពេលនោះយើងនឹងខាត់បងដំណាំអញ្ចឹងលើកនេះបងនឹងទារប្រាក់5តម្លឹងពីម្ចាស់ក្របីបងនឹងទារប្រាក់យកពីម្ចាស់ក្របីឲ្យបានច្រើនព្រោះតែគេហ៊ានឲ្យក្របីចូលមកដល់ស្រែរបស់យើងម្ចាស់ក្របីប្រកាសជាគិតថាសោយជាមិនខានបើសិនជាក្របីចូលមកដល់ដីស្រែយើងបែបនេះចូលដីស្រែអ្នកណាមិនចូលបែរជាមកចូលដីស្រែរបស់យើងតែប៉ុណ្ណឹងយើងបានប្រាក់ទៀតហើយលើកនេះយើងទារ5តម្លឹងចាំមើលតើម្ចាស់ក្របីនឹងមានលទ្ធភាពសងយើងវិញទេព្រោះតែពួកគេទាំងអស់នោះមានជីវភាពខ្វះនៅផ្ទះលោកមេភូមិសម្រាប់ថាប្អូនស៊ុយទារប្រាក់5តម្លឹងពីម្ចាស់ក្របីតើចៅទាំងពីរនាក់មានប្រាក់សងគាត់ដែរទេ5តម្លឹងវាច្រើនណាស់សម្រាប់ខ្ញុំទាំងពីរនាក់បងប្អូនដូច្នេះខ្ញុំសូមអង្វរលោកបងស៊ុយជួយបន្ធូរបន្ថយបន្តិចតើបានទេក៏ព្រោះតែក្របីខ្ញុំទើបតែនឹងចូលទៅស៊ីស្រូវតែបន្តិចតែប៉ុណ្ណោះទោះបីជាក្របីឯងស៊ីស្រូវយើងត្រឹមតែមួយតងតែយើងនៅតែទារប្រាក់5តម្លឹងដដែលនេះគឺជាកំហុសរបស់ប្អូនប្រុសរបស់ឯងដែលមិនចេះមើលក្របីទើបបានជាបណ្ដាលឲ្យក្របីចូលស្រែរបស់យើងបែបនេះខ្ញុំគិតថាប្រាក់នេះវាចំនួនច្រើនពេកទេដឹងណាស៊ុយអូនគួរតែមានចិត្តប្រណីបន្តិចបាទទេក្របីវាជាសត្វដែលតាមវងដោយសារតែពេលនោះចំណងបានដាច់ទើបបានជាក្របីចូលទៅដល់ស្រែរបស់ប្អូនប៉ុន្តែខ្ញុំមិនខ្វល់អ្វីទាំងអស់ណាលោកមេភូមិខ្ញុំខ្វល់តែដំណាំខ្ញុំតែប៉ុណ្ណោះដូច្នេះខ្ញុំទារយកប្រាក់នៅការខូចខាតរបស់ខ្ញុំមកវិញប៉ុន្តែការខូចខាតរបស់លោកបងវាមានចំនួនតិចចំណុចការខូចខាតលោកបងមានតិចប៉ុន្តែសំណងដែលលោកបងបានទារវាច្រើនជាងទើបបានជាខ្ញុំចង់ឲ្យលោកបងបន្ថយសល់ត្រឹមតែ3តម្លឹងតើបានទេមិនបានទេយើងយក5តម្លឹងឯងត្រូវតែរកប្រាក់5តម្លឹងឲ្យយើងគ្មានលក្ខខណ្ឌព្រោះតែយើងអត់មានពេលនៅតថ្លៃជាមួយនឹងឯងទាំងពីរនាក់បងប្អូនទេអញ្ចឹងសម្រាប់តាមនេះចោះ5តម្លឹងខ្ញុំនឹងចេញជំនួសប្អូនសៅនៅពេលនេះតែប្អូនសៅត្រូវទៅរកការងារធ្វើដើម្បីបានប្រាក់មកកាត់ថ្លៃដែលខ្ញុំចេញជំនួសនៅពេលនេះខ្ញុំពិតជាអរគុណលោកមេភូមិខ្លាំងណាស់ដែលលោកបងមេភូមិមានចិត្តប្រណីដល់ខ្ញុំទាំងពីរនាក់បងប្អូនហើយក៏បានចេញប្រាក់សងជំនួសបើសិនជាលោកមេភូមិចេញប្រាក់ឲ្យពួកគេទាំងពីរនាក់បងប្អូនហើយខ្ញុំក៏ប្រញាប់នឹងបានប្រាក់ហើយនឹងទៅផ្ទះវិញនៅពេលនោះលោកមេភូមិក៏បានចេញប្រាក់សងជំនួសបងប្អូនទាំងពីរនាក់នោះនៅពេលដែលនីស៊ុយបានទទួលប្រាក់គេក៏បានចាក់ចែងពីផ្ទះលោកមេភូមិខ្ញុំនឹងទៅរកការងារធ្វើហើយនឹងបានប្រាក់ដើម្បីយកមកសងលោកមេភូមិនៅពេលណាមួយមិនអីទេណាសៅតាមស្រួលចោះទៅរកការងារធ្វើទៅរកត្រីមកលក់ដើម្បីយកប្រាក់មកសងខ្ញុំមកខ្ញុំពិតជាមិនយល់អំពីស៊ុយតតែសោះហើយអ្វីបានជាគេមានចិត្តចង្អៀតចង្អល់បែបនេះហើយថែមទាំងខូខើគ្រាន់តែក្របីចូលទៅស៊ីស្រូវតែបន្តិចប៉ុន្តែហើយអ្វីបានជាគេទារប្រាក់ច្រើនបែបនេះដូច្នេះចាប់ពីថ្ងៃនេះទៅសៅគួរតែមើលក្របីឲ្យបានល្អជាងនេះបាទលោកមេភូមិខ្ញុំនឹងមិនឲ្យក្របីចូលទៅដល់ស្រែរបស់គេទៀតទេខ្ញុំនឹងឲ្យប្អូនប្រុសខ្ញុំមើលក្របីឲ្យមានការប្រុងប្រយ័ត្នជាងនេះបន្ទាប់ពីនិយាយរួចពីរអ្នកបងប្អូនក៏ធ្វើដំណើរទៅផ្ទះវិញលោកបងអើយលោកបងនេះតើលោកបងមានរឿងអ្វីមែនទេទើបបានជាខ្ញុំឃើញលោកបងទៅផ្ទះលោកមេភូមិក្របីលោកបងបានដាច់ខ្សែចូលទៅដល់ស្រែលោកបងស៊ុយតើមែនទេមែនហើយណាលោកបងវាគឺជាការពិតនៅពេលនេះខ្ញុំបានជំពាក់ប្រាក់លោកមេភូមិ5តម្លឹងក៏ព្រោះតែលោកមេភូមិបានចេញប្រាក់ជំនួសខ្ញុំនៅពេលដែលលោកបងស៊ុយបានទារប្រាក់អាស៊ុយជាមនុស្សដែលគ្មានធម៌ប្រណីមែនវាគិតថាមិនចាំបាច់រាប់ញាតិចិត្តខាងក៏បានក៏ព្រោះតែមួយថ្ងៃវាគិតតែពីទារប្រាក់ពីក្របីដែលចូលទៅដល់ដំណាំរបស់វាថ្ងៃមុនខ្ញុំគ្រាន់តែច្រូតស្មៅគោនៅក្នុងចំការរបស់គាត់ស្រាប់តែគាត់មកដេញខ្ញុំចេញហើយថែមទាំងនិយាយពាក្យសម្ដីអាក្រក់ថែមទៀត
គិតទៅសូម្បីតែស្មៅដុះលើដីក៏គាត់មិនចង់ឲ្យយើងជ្រោះដែរនេះបាទគេហៅថាជាមនុស្សមានចិត្តអាក្រក់នៅលើផែនដីមនុស្សបែបនេះពេលដែលស្លាប់ទៅថ្ងៃបុណ្យគ្មានអ្នកណាចាំនៅកំដរសាកសពទេក្រៅពីគ្រួសារបងប្អូនខ្លួនឯងប៉ុន្តែខ្ញុំគិតថាទោះបីជាបងប្អូនក៏មិនចង់មកដែរគ្រាន់តែបងប្អូនបង្កើតរបស់គាត់នៅតែទារប្រាក់នៅពេលដែលក្របីចូលទៅស៊ីដំណាំហើយទម្រាំតែសើជាអ្នកដតីគាត់ពិតជាគ្មានធម៌ប្រណិតបន្តិចទេខ្ញុំគិតថាវាក៏ជាកំហុសរបស់ប្អូនប្រុសខ្ញុំដែរដែលមិនចេះមើលក្របីទើបបានជាបណ្ដាលឲ្យចូលទៅដល់ក្នុងស្រែរបស់គេបែបនេះគេរវល់តែប្រឡែងគ្នានៅក្រោមដើមឈើទើបបានជាក្របីដាច់ខ្សែហើយចូលទៅស៊ីស្រូវបណ្ដាលឲ្យមានការខូចខាតបែបនេះហើយអញ្ចឹងថ្ងៃក្រោយត្រូវតែប្រយ័ត្នបន្តិចអញ្ចឹងពេលនេះកំពុងតែដើររកការងារធ្វើវេទេបើសិនជាកំពុងដើររកការងារធ្វើមកលីអង្គរជាមួយតានិងអាចក់មកខ្ញុំពិតជាអរគុណលោកតាហើយនឹងលោកបងចော့អញ្ចឹងខ្ញុំសូមធ្វើការជាមួយនឹងលោកបងផងដើម្បីយកប្រាក់ទៅសងលោកសេដ្ឋីវិញមិនអីទេយើងរស់នៅត្រូវតែចេះជួយចែករំលែកគ្នាយើងកុំចង់រស់នៅតែម្នាក់ឯងអីបើយើងមានអ្វីត្រូវតែចែកគ្នាវាមិនខុសនោះទេអញ្ចឹងលោកបងមកលីអង្គរជាមួយខ្ញុំមកគ្រាន់បានប្រាក់ទៅសងលោកមេភូមិវិញបាទលោកបងអរគុណច្រើនខ្ញុំពិតជាអរគុណលោកបងនិងតាសឿនបន្ទាប់មកនេះសៅក៏បានធ្វើការនៅទីនោះជាមួយនឹងពួកគាត់ទាំងពីរនៅវាលស្រែប្អូននិសៅបានដើរមកដល់ទីកន្លែងមួយហើយមានស្មៅច្រើនគេបំរុងគិតថានឹងច្រូតស្មៅយកទៅឲ្យក្របីស្មៅនេះពិតជាល្អខ្លាំងណាស់ខ្ញុំត្រូវតែច្រូតស្មៅនេះយកទៅឲ្យក្របីនៅពេលដែលខ្ញុំបានច្រូតបានច្រើនបងប្រុសប្រកាសជាសប្បាយចិត្តបន្ទាប់មកប្អូននិសៅក៏បានអង្គុយច្រូតស្មៅដោយគេគិតថាស្មៅនោះវាដុះនៅលើដីម្ចាស់នៅទីក្រុងឈប់ភ្លាមឯងឆាប់ឈប់ច្រូតស្មៅទាំងអស់នេះភ្លាមទៅនេះឯងមានបានដឹងទេថាស្មៅទាំងអស់នេះគឺជារបស់យើងប៉ុន្តែដីនេះមិនមែនជាដីរបស់លោកពូទេខ្ញុំច្រូតស្មៅនៅលើដីនេះវាមានប៉ះពាល់អ្វីដល់លោកពូតែមែនទេហើយអ្វីបានជាឯងនិយាយថាមិនប៉ះពាល់ដល់យើងព្រោះតែដីនេះគឺជាដីរបស់យើងបានទិញពីម្ចាស់ដែលនៅទីក្រុងហើយយើងក៏មិនដែលនិយាយឲ្យអ្នកណាបានដឹងដូច្នេះយើងនឹងប្តឹងឯងទៅផ្ទះលោកមេភូមិពីបទឯងមកច្រូតស្មៅក្នុងដីស្រែរបស់យើងហើយអ្វីបានជាលោកពូចិត្តអាក្រក់បែបនេះត្រឹមតែស្មៅដុះតែប៉ុណ្ណោះខ្ញុំច្រូតហើយវាក៏បានស្រឡះដីលោកពូដែរប៉ុន្តែហេតុអ្វីបានជាលោកពូចិត្តអាក្រក់ហើយបំរុងប្តឹងខ្ញុំទៅផ្ទះលោកមេភូមិទៀតយើងមិនត្រូវការឲ្យមានអ្នកណាម្នាក់មកច្រូតកាត់ស្មៅនៅដីរបស់យើងទេស្មៅដុះនៅលើដីរបស់យើងវាគឺជាកម្មសិទ្ធិរបស់យើងដូច្នេះយើងមិនចង់ឲ្យមានអ្នកណាម្នាក់មកប៉ះពាល់ទ្រព្យសម្បត្តិរបស់យើងឯងមិនត្រូវច្រូតស្មៅនៅទីនេះបន្តទៀតទេនៅថ្ងៃក្រោយកុំចិត្តអាក្រក់ពេកណាលោកពូនៅក្នុងភូមិលោកពូគឺជាមនុស្សចិត្តអាក្រក់ជាងគេហើយថែមទាំងចាំប្តឹងគេទារប្រាក់តែប៉ុណ្ណោះមនុស្សដូចជាលោកពូនៅពេលដែលស្លាប់ទៅអត់មានអ្នកណាស្ដាយស្រណោះអ្វីទោះបីតែបន្តិចឯងហ៊ាននិយាយដល់ថ្នាក់នេះឲ្យយើងផងតើមែនទេនៅពេលនេះយើងបដូរចិត្តវិញហើយយើងមិនប្តឹងទារប្រាក់ឯងទៅលោកមេភូមិរឿងឯងមកច្រូតស្មៅនៅដីរបស់យើងទេប៉ុន្តែយើងនឹងវាយឯងឲ្យដឹងមេរៀនម្ដងថ្ងៃក្រោយកុំឲ្យចេះតែហ៊ាននិយាយបែបនេះដាក់យើងទៀតបើសិនជាលោកបងហ៊ានតែប៉ះប្អូនខ្ញុំតែបន្តិចខ្ញុំនឹងប្តឹងលោកបងស៊ុយតែម្ដងលោកបងគ្មានសិទ្ធិអ្វីមកប្រើហិង្សាដាក់ប្អូនប្រុសរបស់ខ្ញុំទេយើងចង់ប្រើហិង្សាដាក់ប្អូនរបស់ឯងក៏ព្រោះតែអាក្មេងម្នាក់នេះវាហ៊ាននិយាយដល់ថ្នាក់ប្រមាថជីវិតយើងទើបយើងចង់ប្រដៅវាបែបនេះលោកបងគួរតែកែប្រែចរិតរបស់លោកបងចោលទៅហើយអ្វីបានជាលោកបងតែងតែបង្ករឿងជាមួយនឹងអ្នកភូមិរហូតបែបនេះឯងជាអ្នកក្រហើយអ្វីបានជាយើងត្រូវឲ្យលំតងដាក់ឯងឆាប់ចាក់ចេញពីដីស្រែយើងភ្លាមទៅឆាប់ចាក់ចេញទៅភ្លាមទៅតើបងប្រុសយើងកំណត់ទីនេះបន្តទៀតអីម្ចាស់ដីមានកំណត់អាក្រក់ហើយថែមទាំងកំណាញ់ថែមទៀតអូយនៅពេលនោះនេះស៊ុយដែលត្រូវជាម្ចាស់ស្រែក៏បានដួលសន្លប់នៅពេលនោះបងប្រុសគាត់កំពុងតែដួលសន្លប់ហើយតែយើងគួរតែយកគាត់ទៅរកគ្រូពេទ្យដែរទេឬមួយយើងត្រូវទុកគាត់នៅទីនេះមិនកើតទេណាប្អូនយើងត្រូវតែយកគាត់ទៅមន្ទីរពេទ្យនៅពេលនេះបើយើងទុកគាត់នៅទីនេះគាត់ប្រកាសជាស្លាប់អញ្ចឹងប៉ះបងប្រុសយើងប្រញាប់យកគាត់ទៅនាយសៅនិងប្អូនប្រុសក៏បានយកនាយស៊ុយទៅរកគ្រូពេទ្យនៅផ្ទះគ្រូពេទ្យប្អូនមានអាការៈខ្សោយដូច្នេះប្អូនគួរតែព្យាយាមហូបអ្វីដែលមានកម្លាំងហូបរបស់ដែលមិនសូវមានជីជាតិទើបបានជាបណ្ដាលឲ្យប្អូនសន្លប់បែបនេះខ្ញុំពិតជាអរគុណលោកគ្រូពេទ្យណាស់
ដែលលោកគ្រូពេទ្យបានជួយជីវិតខ្ញុំបែបនេះបើមិនបានលោកគ្រូពេទ្យទេខ្ញុំអាចនឹងស្លាប់អ្នកដែលលោកប្អូនត្រូវអរគុណមិនមែនជាខ្ញុំទេលោកប្អូនគួរតែអរគុណសៅហើយនឹងប្អូនប្រុសដែលគេបាននាំលោកប្អូនមកដល់ទីនេះហើយពួកគេទាំងពីរនាក់មានការបារម្ភពីលោកប្អូនយ៉ាងខ្លាំងលោកគ្រូពេទ្យនិយាយថាម៉េចសៅនឹងប្អូនប្រុសជាអ្នកនាំខ្ញុំមកដល់ទីនេះតើមែនទេគេមិនខឹងនឹងខ្ញុំទេមែនទេដែលខ្ញុំតែងតែធ្វើបាបគេកន្លងមកខ្ញុំមើលទៅគេមិនខឹងនឹងប្អូនស៊ុយនោះទេហើយគេថែមទាំងមានការបារម្ភពីជីវិតប្អូនស៊ុយថែមទៀតដូច្នេះស៊ុយគួរតែទៅអរគុណពួកគេទាំងពីរនាក់បងប្អូនអរគុណដល់លោកគ្រូពេទ្យដែលលោកគ្រូពេទ្យបានប្រាប់ឲ្យខ្ញុំបានដឹងបែបនេះបើលោកគ្រូពេទ្យមិននិយាយខ្ញុំក៏មិនដឹងថាសៅជាអ្នកនាំខ្ញុំមកទីនេះនាពេលព្រឹកឡើងនៅផ្ទះនាយសៅបងគិតថាថ្ងៃនេះនឹងទៅរកត្រីឲ្យបានច្រើនជាងមុនព្រោះតែអ្នកមីងនៅក្នុងភូមិគាត់តែងតែសួររកត្រីជានិច្ចយើងប្រកាសជានឹងលក់អស់ដាច់ជាមិនខានទេណាបងអូនតើខ្ញុំទាំងពីរនាក់ប្តីប្រពន្ធអាចសុំពេលសៅបន្តិចតើបាទទេសៅនិយាយជាមួយខ្ញុំទាំងពីរនាក់ប្តីប្រពន្ធបន្តិចតើបាទទេតើលោកបងមករកខ្ញុំដល់ផ្ទះមានកិច្ចការអ្វីមែនទេលោកបងតើក្របីខ្ញុំបានចូលទៅដល់ស្រែលោកបងទៀតហើយតើមែនទេទើបបានជាលោកបងមកដល់ផ្ទះខ្ញុំបែបនេះខ្ញុំតែពីអ្នកប្តីប្រពន្ធមកជួបសៅក៏ព្រោះតែខ្ញុំចង់អរគុណសៅដែលសៅបានជួយជីវិតប្តីរបស់ខ្ញុំដែលកើតឡើងកាលពីម្សិលមិញបើសិនជាមិនបានសៅនឹងប្អូនប្រុសយកប្តីខ្ញុំទៅមន្ទីរពេទ្យបានទាន់ទេប្តីរបស់ខ្ញុំគាត់អាចនឹងស្លាប់នៅពេលនោះកន្លងមកខ្ញុំតែងតែនិយាយមើងងាយហើយនឹងចិត្តកំណាញ់ដាក់អ្នកភូមិរាល់គ្នាហើយខ្ញុំក៏បានធ្វើអាក្រក់ដាក់សៅដូច្នេះទើបបានជាខ្ញុំមកសុំទោសហើយខ្ញុំសង្ឃឹមថាសៅនឹងលើកលែងទោសគ្រប់យ៉ាងទាំងអស់នោះមិនអីទេណាលោកបងខ្ញុំមិនដែលប្រកាន់ខឹងអ្វីនឹងលោកបងទេខ្ញុំក៏មិនដែលគុំគួនអ្វីនឹងលោកបងដែរសំខាន់ខ្ញុំសូមតែលោកបងមានក្តីសុខនិងមានសុខភាពល្អឡើងវិញខ្ញុំសប្បាយចិត្តហើយពេលនេះទើបខ្ញុំដឹងថាវាប្រាស់ដែលខ្ញុំមានវាមិនអាចជួយខ្ញុំបានទេនៅពេលដែលមានហេតុការណ៍អ្វីមួយកើតឡើងមានត្រឹមមាសប្រាក់ប៉ុន្តែអត់មានញាតិមិត្តជិតខាងក៏ពិបាកដែរខ្ញុំសន្យាថានឹងមិនធ្វើខ្លួនឲ្យដោយការពីមុនទៀតទេចំពោះអ្នកភូមិរាល់គ្នាខ្ញុំពិតជាសប្បាយចិត្តណាស់នៅពេលដែលលោកបងបានកែប្រែខ្លួនបែបនេះខ្ញុំពិតជារីករាយចាប់តាំងពីថ្ងៃនោះមកនាយស៊ុយក៏បានកែប្រែខ្លួនឈប់ធ្វើខ្លួនដោយការពីមុនទៀតហើយគាត់ក៏បានរាប់អានអ្នកនៅក្នុងភូមិស្រុកមានត្រឹមតែមាសប្រាក់មួយមុខវាមិនគ្រប់គ្រាន់ពេកទេបើសិនជាអ្នកគ្មានអ្នកជិតខាងគ្មានញាតិជិតខាងចាំជួយយកឧស្សាហ៍អ្នកនៅពេលដែលអ្នកលំបាកអ្នកជិតខាងគឺជាបងប្អូនទី2របស់អ្នក